បាទជាដំបូងជម្រាបសួរបងប្អូនភូមិទាំងអស់នេះខ្ញុំបាទឈ្មោះលីសាននៅភូមិជ្រោយវិទ្យាភូមិគៀនកែស្រុកសួនគុំខេត្តសៀមរាបបាទហើយថ្ងៃនេះខ្ញុំមានវីដេអូមួយអំពីបច្ចេកទេសធ្វើត្រង់សម្រាប់ចិញ្ចឹមត្រីឲ្យត្រីទៅតាមស្តង់ដារនឹងងាយស្រួលក្នុងការចិញ្ចឹមបាទហើយដំបូងយើងត្រូវមានដូចជាតង់ដូចជាមានកូនឈើឬអាស័យមានកូនហើយបន្ទាប់ពីទៀតយើងត្រូវបាត់ជើងតង់ដើម្បីកំណត់ទំហំត្រង់ឲ្យបានជ្រុងស្មើគ្នាល្អឬហើយយើងធ្វើការរៀបចំដីឲ្យបានស្មើដើម្បីឲ្យត្រីយើងលូតលាស់បានល្អបន្ទាប់មកយើងត្រូវយកតង់ដែលយើងបានបត់ហើយយកទៅលាតនៅកន្លែងដែលយើងរៀបចំឬហើយយើងនឹងជីកបង្គោលទៅតាមជ្រុងតង់នីមួយៗបាទហើយតង់ដែលយើងបានបត់បន្ទាប់មកយើងជីកបាតដូចឆ្នាំងខ្ទះដើម្បីងាយស្រួលក្នុងការបញ្ចេញទឹកបាទហើយបន្ទាប់មកទៀតយើងដាក់បំពង់ទៀតសម្រាប់បង្ហូរចេញនិងរៀបចំឲ្យឬហើយយើងយកកែងដាក់ជាមួយទៀតហើយយើងលាបជើវាដាក់កប់ចូលក្នុងដីហើយនឹងតដាក់រមណីសម្រាប់ត្រូវការបង្ហូរទឹកត្រីចេញត្រូវពេលយើងដូរទឹកត្រីម្ដងបាទហើយទៅទៀតយើងយកតង់ដាក់ក្នុងត្រង់ដែលយើងបានធ្វើរួចហើយយើងវិធីសាស្ត្រនៃការចោះតង់គឺយើងត្រូវចោះតង់ជាសញ្ញាលេខបូកចោះលើកែងដែលយើងដាក់ចូលក្នុងទីសង្កត់វាតិចដើម្បីកុំឲ្យវាហែករួចយកស្គត់ខ្មៅរុំឲ្យណែនហើយយើងយកពពៀនកង់ហើយយើងជ្រៀកឲ្យរាងតូចហើយយើងយកទៅរុំបញ្ជាទេបាទហើយដាក់រួចហើយយើងដាក់បំពង់ទៀតហើយយើងបានចោះហោបំពង់ទៀតចូលទៅនឹងកែងបាទរួចជាស្រេចរួចយើងចាប់ផ្ដើមរៀបចំធ្វើការបូមទឹកដាក់ចូលក្នុងអាងបាទហើយយើងដកដាក់ចូលក្នុងអាងទឹកឬហើយយើងទុករយៈពេល1សប្តាហ៍ហើយយើងនឹងហូរទឹកនេះចេញឲ្យអស់ហើយបន្ថែមទៀតយើងនឹងបូមចូលវិញសារជាថ្មីទុករយៈពេល1សប្តាហ៍ទើបយើងដាក់កូនត្រីបាទយើងធ្វើបែបនេះយើងឃើញថាទទួលបានជោគជ័យបាទហើយត្រីសុខភាពល្អហើយនឹងទទួលបានទិន្នផលច្រើនដូច្នេះអ៊ំពូមីងបងប្អូនចាប់អារម្មណ៍វីដេអូមួយនេះសូមសាកល្បងធ្វើដូចខ្ញុំបាទទាំងអស់គ្នាបាទហើយជាចុងក្រោយសូមអរគុណដល់បងទាំងអស់គ្នាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសូមអរគុណហើយនឹងសូមជម្រាបលាបាទអរគុណច្រើន